ដោយការវិវត្តជុំវិញស្ថានភាពនៅតំបន់មជ្ឈមបូព៌ាពេលនេះខណៈពេលដែលសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់គឺកំពុងតែបន្តនៅក្នុងការបាញ់ដាក់គ្នាដោយប្រទេសអ៊ីស្រាអែលបានសង្ងំរៀបចំផែនការយោធានៅក្នុងការដាក់កងទ័ពប្រុងជើងការចូលវាយប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកសារជាថ្មីដោយមន្ត្រីអ៊ីស្រាអែលចំនួន3រូបបានធ្វើការប្រាប់ CNN ថាពេលនេះប្រទេសអ៊ីស្រាអែលចាំតែភ្លើងខៀវពីលោកដូណាល់ត្រាំតែប៉ុណ្ណោះហើយកងទ័ពរបស់ប្រទេសអ៊ីស្រាអែលបានធ្វើការត្រៀមខ្លួនរួចជាស្រេចនៅយប់ថ្ងៃទី21ខែកក្កដាឆ្នាំ2026នេះលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនយ៉ាមីនណេតាន់យ៉ាហ៊ូបានធ្វើការកោះប្រជុំសន្តិសុខសម្ងាត់មួយដើម្បីពិនិត្យស្ថានភាពចុងក្រោយនៅប្រទេសអ៊ីរ៉ង់ហើយនឹងពិភាក្សាអំពីសេណារីយ៉ូ3ដែលប្រទេសអ៊ីស្រាអែលត្រូវតែចូលទៅក្នុងសង្គ្រាមឡើងវិញសេណារីយ៉ូទាំងនោះរួមមានការចូលរួមតាមសំណើរបស់សហរដ្ឋអាមេរិកនៅក្នុងការសងសឹកក្រោយពីការវាយប្រហារពីប្រទេសអ៊ីរ៉ង់ឬការបើកប្រតិបត្តិការមុនដើម្បីទប់ស្កាត់នៅអ្វីដែលអ៊ីស្រាអែលចាត់ទុកថាគឺជាការគំរាមកំហែងចិត្តមកដល់ហើយប្រសិនបើប្រទេសអ៊ីស្រាអែលធ្វើការសម្រេចចិត្តចូលរួមនៅក្នុងសង្គ្រាមមន្ត្រីអ៊ីស្រាអែលម្នាក់ទៀតបានបង្ហើបថាគោលដៅសំខាន់រួមមានហេដ្ឋារចនាសម្ព័ន្ធថាមពលហើយនឹងទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ដែលអ៊ីស្រាអែលចង់វាយប្រហារតាំងពីខែមីនាមកម្លេះក៏ប៉ុន្តែត្រូវបានសហរដ្ឋអាមេរិកធ្វើការរារាំងដោយសារតែខ្លាចប៉ះពាល់ទៅដល់ប្រទេសនៅក្នុងឈូងសមុទ្រអារ៉ាប់ហើយនឹងធ្វើឲ្យតម្លៃប្រេងពិភពលោកកើនឡើងខ្លាំងពេកស្របពេលជាមួយនឹងភាពតានតឹងកំពុងតែបន្តកើនឡើងលោកបេនយ៉ាមីនណេតាន់យ៉ាហ៊ូក៏កំពុងតែព្យាយាមរៀបចំជំនួបផ្ទាល់ជាមួយនឹងលោកត្រាំបើថ្មីបិទតែមិនទាន់មានការបដិសេធច្បាស់លាស់ក៏ដោយគួររំលឹកថានៅក្នុងសង្គ្រាមជុំទី1ដែលផ្ទុះឡើងនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026កន្លងមកប្រទេសអ៊ីស្រាអែលហើយនិងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាទៅលើប្រទេសអ៊ីរ៉ង់ក៏ប៉ុន្តែការប្រយុទ្ធជុំថ្មីនៅខែកក្កដានេះផ្ទុះចេញពីការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់នៅក្នុងច្រកសមុទ្រហូម៉ូហើយអាមេរិកកំពុងដឹកនាំប្រតិបត្តិការដោយមិនទាន់ឲ្យអ៊ីស្រាអែលលូកដៃនៅឡើយនោះទេមូលហេតុសំខាន់គឺវត្តមានរបស់ប្រទេសអ៊ីស្រាអែលអាចជំរុញឲ្យប្រទេសអ៊ីរ៉ង់បើកការសងសឹកកាន់តែធំទៅលើប្រទេសអារ៉ាប់កាន់តែច្រើនតែធ្វើឲ្យតម្លៃប្រេងផ្ទុះឡើងហើយនឹងបិទផ្លូវចរាចរណ៍ដូច្នេះពេលនេះអ៊ីស្រាអែលកំពុងតែឈរនៅក្រៅសមរភូមិមិនមែនដោយសារមិនចង់វាយប្រហារអ៊ីរ៉ង់នោះទេក៏ប៉ុន្តែកំពុងរងចាំថាតើលោកត្រាំនឹងបន្តទប់ឬក៏បើកភ្លើងខៀវឲ្យសង្គ្រាមជុំទី2ឲ្យคล้ายទៅជាសង្គ្រាមរួមរបស់សហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលសារជាថ្មីសូមជួយ share វីដេអូនេះជាបន្ទាន់ដើម្បីឲ្យពិភពលោកបានដឹងការពិតសូមប្រិយមិត្តកុំភ្លេចចុច Subscribe Like និង Share ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗផងដែរ